ចាសូមជម្រាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខមកបង្ហាញជូនបងប្អូនទាំងអស់គ្នាសម្រាប់មុខម្ហូបមួយមុខនេះឈ្មោះថាស្ងោរប្រហិតត្រីស្លាតជាមួយនឹងស្លឹកបាសបងប្អូនសម្រាប់មុខម្ហូបមួយមុខនេះគឺងាយៗស្រួលធ្វើទេបងប្អូនក៏អាចធ្វើនៅផ្ទះបានដូចគ្នាដែរសម្រាប់មុខម្ហូបមួយមុខនេះមុនដំបូងនាងខ្ញុំដាំទឹកសម្លឲ្យពុះហើយបន្តមកទៀតនាងខ្ញុំដាក់ខ្ទឹមចិញ្ច្រាំចូលហើយដាក់ជាមួយនឹងសាច់ប្រហិតចូលសម្រាប់សាច់ប្រហិតត្រីស្លាតនេះគឺនាងខ្ញុំបានបុកជាមួយនឹងខ្ទឹមសអំបិលម្រេចហើយនិងប៊ីចេងបន្តិចដើម្បីឲ្យសាច់ប្រហិតត្រីស្លាតនឹងមានរសជាតិឆ្ងាញ់បងប្អូនបន្ទាប់ពីដាក់ប្រហិតចូលហើយគឺនាងខ្ញុំបានដាក់គ្រឿងទេសចូលដូចជាអំបិលទឹកត្រីជាមួយនឹងម្សៅស៊ុបដើម្បីឲ្យទឹកសម្លមានរសជាតិណាបងប្អូនជាទីស្រឡាញ់ហើយបន្ទាប់មកទៀតនាងខ្ញុំបានទុកប្រហិតហ្នឹងឲ្យពុះសិនដើម្បីឲ្យប្រហិតឆ្អិនណាបងប្អូនហើយបិទគម្របទៅដើម្បីឲ្យទឹកសម្លនឹងពុះនៅពេលដែលប្រហិតឆ្អិនគឺប្រហិតអណ្ដែតឡើងលើហើយបន្ទាប់ពីប្រហិតឆ្អិនហើយគឺនាងខ្ញុំបានភ្លក់ជាមួយនឹងទឹកសម្លដែលស្ងោរហ្នឹងចង់ដឹងថាសម្លហ្នឹងតើស្ទើររសជាតិអីអញ្ចឹងនៅពេលដែលនាងខ្ញុំភ្លក់ទឹកសម្លហើយបានដឹងថាសម្លរបស់នាងខ្ញុំរាងសាបបន្តិចអញ្ចឹងនាងខ្ញុំបានថែមដូចជាអំបិលបន្តិចជាមួយនឹងទឹកត្រីបន្តិចបងប្អូនដើម្បីកុំឲ្យប្រៃពេកអញ្ចឹងនៅពេលដែលស្លនឹងសម្លនឹងចាប់ផ្ដើមពុះខ្លាំងហើយបាននាងខ្ញុំថែមបន្លែចូលចាបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលទស្សនាវីដេអូរបស់នាងខ្ញុំរហូតដល់ចប់អញ្ចឹងជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អហើយសម្រាប់សម្លមួយមុខនេះគឺនាងខ្ញុំអស់ចំណាយលុយអស់តិចទេណាបងប្អូនប្រហិតត្រីស្លាតនេះគឺនាងខ្ញុំទិញអស់7000រៀលសម្រាប់ស្លឹកបាសនេះគឺនាងខ្ញុំទិញអស់2000រៀលទេបងប្អូនហើយស្លឹកខ្ទឹមហ្នឹងគឺអ្នកលក់គេថែមឲ្យទៀតគេអត់យកលុយទៀតបងប្អូនសម្រាប់សម្លមុខមួយមុខនេះងាយស្រួលហើយមានរសជាតិឆ្ងាញ់ហើយញ៉ាំហើយធ្វើឲ្យមានសុខភាពល្អទៀតបងប្អូនគឺត្រជាក់ក្នុងអត់ធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយបងប្អូនទាំងអស់គ្នាទេអញ្ចឹងបងប្អូនបន្តមកសម្លយើងទៀតបន្ទាប់ពីប្រហិតឆ្អិនហើយភ្លក់រសជាតិដឹងហើយនាងខ្ញុំបានដាក់ស្លឹកបាសចូលសម្រាប់ស្លឹកបាសហ្នឹងគឺនាងខ្ញុំទុកឲ្យត្រាំឲ្យឆ្អិនល្មមសិនអត់ទុកបន្លែឲ្យលលួយណាបងប្អូនហើយសម្រាប់ស្លឹកបាសហ្នឹងនាងខ្ញុំបានគ្របទុកមួយផ្លេតដើម្បីឲ្យទឹកសម្លចាប់ផ្ដើមពុះហើយទើបនាងខ្ញុំសម្រាប់ថាសម្លនឹងឆ្អិនហ្នឹងហើយបងប្អូនគឺពុះបែបហ្នឹងណាចាហើយនាងខ្ញុំបានជាចុងក្រោយហ្នឹងគឺនាងខ្ញុំដាក់តែស្លឹកខ្ទឹមហើយស្រេចឲ្យបងប្អូនចាបងប្អូនដូចបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងសម្លនាងខ្ញុំគឺបានឆ្អិនហើយស្រេចហើយអញ្ចឹងបងប្អូនសម្រាប់សម្លមួយមុខនេះងាយស្រួលអាចធ្វើឲ្យគ្រួសារបងប្អូនញ៉ាំបានជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាណាបាយបាយ